នេះគឺជាអកត្រីវីដេអូនេះគឺបានបង្ហាញអំពីសត្វអកត្រីដែលជាសត្វស្លាបដ៏អស្ចារ្យត្រូវបានធម្មជាតិបង្កើតឡើងយ៉ាងពិសេសដើម្បីចាប់ត្រីអាហារស្ទើរតែទាំងអស់គឺជាសត្វត្រីកែវភ្នែកនិងការមុជទឹករបស់វាអកត្រីនេះគឺវាពឹងផ្អែកទៅលើចក្ខុរបស់វាខ្លាំងណាស់វាមានភ្នែកមុតស្រួចដែលអាចមើលឃើញត្រីផ្លាស់ទីនៅខាងក្រោមទឹកកម្ពស់ជាង30ម៉ែត្រពីលើអាកាសនៅពេលដែលអាកាសល្អមកដល់អកត្រីទាំងនេះនឹងមុជចុះទៅក្រោមទឹកដោយប្រើក្រញាំជើងរបស់វាហោះកាត់ផ្ទៃទឹកដោយភាពច្បាស់លាស់មិនគួរឲ្យជឿកំឡុងពេលមុជវានឹងបិទរន្ធច្រមុះរបស់វាដោយស្វ័យប្រវត្តិដើម្បីការពារនៅទឹកចូលអកត្រីនេះគឺវាមានក្រញាំជើងពិសេសដែលជាអាវុធដ៏សំខាន់របស់វាមានក្រញាំ2នៅខាងមុខនិង2នៅខាងក្រោយដែលផ្ដល់ឲ្យការចាប់កាន់ដ៏រឹងមាំដែលត្រីមិនអាចរអិលចេញអំពីជើងវាបានទេបន្ទាប់ពីការចាប់ត្រីបានហើយអកត្រីទាំងអស់នេះនឹងបង្វិលត្រីនោះឲ្យបែរទៅខាងមុខនៅក្នុងជើងរបស់វាដើម្បីជួយកាត់បន្ថយនៃការរារាំងខ្យល់ខណៈពេលដែលវាហោះឡើងទៅលើមេឃសត្វស្លាបទាំងនេះគឺមានកម្លាំងខ្លាំងវាអាចជញ្ជូនត្រីដែលមានទម្ងន់ស្មើនឹងខ្លួនរបស់វាខណៈពេលដែលពួកវាកំពុងហើរជារៀងរាល់ឆ្នាំអកត្រីទាំងអស់នេះនឹងធ្វើដំណើររាប់ពាន់គីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រនិងទ្វីបដើម្បីទៅដល់ជម្រករបស់វានារដូវរងាអកត្រីគឺតែងតែមានភាពស្មោះត្រង់នឹងដៃគូអស់មួយជីវិតហើយវានឹងត្រឡប់ទៅសម្បុកដដែលរបស់វាជារៀងរាល់ឆ្នាំ